ណែវាខ្ញុំគិតថាឲ្យកូនយើងឈប់រៀនទៅវារៀនទី7ទី8ហើយខ្ញុំចាស់ខ្ញុំធ្វើការមិនសូវកើតទេហើយវាគិតមិនដែរហើយម៉ែវាយើងក៏កាន់តែចាស់ដែរហើយយើងគួរតែឲ្យកូនឈប់រៀនឲ្យទៅធ្វើការទៅអញ្ចឹងហើយមិនឲ្យវាឈប់រៀនមានលុយមកពីណាឲ្យវារៀនទៀតអញ្ចឹងខ្ញុំហៅវាមកប្រាប់ឲ្យហើយណាបាទម៉ែវាមីអូនម្នាក់បន្តិចបាទម៉ែចាម៉ែគិតថាចង់ឲ្យកូនឯងទាំងពីរឈប់រៀនហើយធ្វើការរកលុយម៉ែកូនគិតមិនដែរឡើយព្រោះអីគ្រួសារយើងខ្វះខាតខ្លាំងណាស់គ្មានលុយទេតាម៉ែចិត្តកូនមិនទាន់ចង់ឈប់រៀនទេតែធ្វើមិនបើគ្រួសារយើងខ្វះខាតចឹងហើយមានតែសម្រាប់តាមពុកម៉ែមែនហើយពូនស្រីពុកម៉ែយើងក៏ចាស់ដែរហើយយើងក៏សម្រេចតាមគាត់ទៅណែម៉ែវាកូនយើងរៀនដល់ថ្នាក់ទី9ហើយណាម៉ែវាហៅកូនមកសួរតិចមើលសាក់ម្នេះតិចកូនចាម៉ែកូនទៅហើយម៉ែហៅកូនមានការអីមែនម៉ែហៅកូនទាំងធ្វើពីការសិក្សារបស់កូនណាកូនចាស់ម៉ែការសិក្សារបស់កូនឆ្នាំនេះមិនអីទេល្អប្រសើរអញ្ចឹងល្អហើយកូនត្រូវខំរៀនបន្តព្រោះឆ្នាំក្រោយកូនត្រូវទៅរៀននៅវិទ្យាល័យហើយបាទពុកម៉ែកូននឹងខំប្រឹងរៀនបន្តទៀតឥឡូវកូនទាំងពីរជម្រាបលាពុកម៉ែទៅរៀនសិនហើយខ្ញុំទៅរៀនសិនហើយពុកម៉ែអរគុណបងប្អូនកូនចង់ចាអរគុណអ្នកគ្រូគ្នាយើងថ្ងៃហ្នឹងមានបាត់គ្នាចាអ្នកគ្រូអត់មានបាត់ទេអ្នកគ្រូខ្ញុំប្រហែលជាឈប់រៀនហើយមូលហេតុអីបានកូនចង់ឈប់រៀនបាទអ្នកគ្រូព្រោះខ្ញុំត្រូវទៅធ្វើការរកលុយចប់អូនគិតច្បាស់ហើយនៅបាទអ្នកគ្រូខ្ញុំគិតច្បាស់ហើយព្រោះខ្ញុំត្រូវទៅជួយគ្រួសារព្រោះពុកម៉ែខ្ញុំគាត់ចាស់អស់ហើយអញ្ចឹងខ្ញុំត្រូវសម្រេចចិត្តថាឈប់រៀនហើយខ្ញុំត្រូវបង្ខំចិត្តឈប់រៀនដើម្បីរកលុយជួយគ្រួសារតើឥឡូវយើងចូលមេរៀនយើងទាំងអស់គ្នាចាប់ពីម្សិលយើងរៀនពីមេរៀនអីមានបងប្អូនណាចាំអត់ចាអ្នកគ្រូខ្ញុំចាំពីម្សិលយើងបានរៀនពីមេរៀនអនាម័យក្នុងសហគមន៍ចាំមានបងប្អូនណាដឹងអត់ថាអនាម័យក្នុងសហគមន៍នេះមានន័យថាម៉េចចាអ្នកគ្រូការសម្អាតបរិស្ថាននៅក្នុងសង្គមឥឡូវគ្រូយើងដល់ម៉ោងចេញទៅផ្ទះហើយចឹងបងប្អូនអាចចេញទៅបានអរគុណច្រើនចេញបានអរគុណអ្នកគ្រូបាទជំរាបសួរមួយពូមីងយើងអង្គុយអ្នកគ្រូលោកមេភូមិចាអរគុណចុះអ្នកគ្រូហើយនឹងលោកមេភូមិមកផ្ទះខ្ញុំមានកាយដែរខ្ញុំមកនេះចង់សាកសួរពីកូនលោកពូដែលបបងការសិក្សាលោកពូខ្ញុំឮដំណឹងពីអ្នកគ្រូថាកូនរបស់ប្អូនទាំងពីរនឹងបានឈប់រៀនហើយតើគាត់បានឈប់រៀនមែនអត់បាទមែនហើយលោកពូព្រោះពួកខ្ញុំបាត់មានលទ្ធភាពឲ្យគាត់រៀនបន្តទេហើយណាមួយពួកខ្ញុំក៏រៀងចាស់ដែរហើយខ្ញុំដឹងថាជីវភាពរបស់ពូមីងខ្វះខាតមែនតែពូនឹងមីងគួរគិតដល់អនាគតកូនផងស្អីកូនរៀនដល់ប៉ុណ្ណឹងហើយបើពូនឹងមីងឲ្យកូនឈប់រៀនត្រឹមនឹងអនាគតគាត់ក៏អស់ហើយដោយសារតែកាលណាតែយើងឈប់រៀនទៅអត់មានចំណេះដឹងហើយអត់មានការងារល្អធ្វើចុះលោកពូអ្នកមីងចង់ឲ្យកូនជប់ការលំបាកដូចលោកពូអ្នកមីងមែនចង់លោកពូអ្នកមីងក៏តែបានច្បាស់ស៊ូលំបាកបន្តិចទៀតដើម្បីកូនឬក៏ចង់ឲ្យកូនលំបាកដូចលោកពូអ្នកមីងសប្តាហ៍ថ្ងៃនេះយើងក៏ល្អម្យ៉ាងដែរយើងស៊ូលំបាកបន្តិចទៀតទៅដើម្បីកូននិងអនាគតកូនយើងណាវាបាទម៉ែវាអញ្ចឹងខ្ញុំអរគុណអ្នកគ្រូនិងលោកមេភូមិឲ្យដែលបានណែនាំ